Ơi cha lâuស្ដាយអើយសែនស្ដាយសក់រសាយរលើប្រាស្មាមែនទេស្រាប់តែឥឡូវប្រែប្រួលហើយណាសូម្បីតែអាចារ្យក៏លែងមើលមុខក៏លែងមើលអស់ហើយសួរកំមុំបានប្រហែលឆ្នាំនោះ8ដល់10មក28 29ហ្នឹងប្រហែលឆ្នាំនោះហើយបើរូតការចប់បាត់បើចូលវ័យមីងចូលវ័យពូហើយចាស់ឥឡូវភ្លេចតិចមកដល់ពេលហ្នឹងញាតិញោមមកប្រព្រិចភ្នែកលឿនណាស់ណាញោមជឿលឿនអត់ព្រះអង្គសម្ដែងនៅក្នុងប្រសូតមួយថាបុរសម្នាក់មានកម្លាំងខ្លាំងបាញ់ធ្នូទៅបុរសហ្នឹងអាចលោតទៅចាប់អាគ្រាប់ធ្នូដែលខ្លួនហ្នឹងបាញ់មកលឿនយ៉ាងណាដំណើររបស់ព្រះអាទិត្យរបស់ព្រះច័ន្ទដែលចរទៅនោះលឿនជាងនឹងទៅទៀតដំណើរគោចររបស់ព្រះអាទិត្យរបស់ព្រះច័ន្ទហ្នឹងវាលឿនប៉ុណ្ណឹងហើយនោះដំណើរត្រាច់ចររបស់ទេវបុត្រទេវធីតាហ្នឹងលឿនជាងនឹងទៅទៀតដំណើរត្រាច់ចររបស់ទេវបុត្រទេវធីតាហ្នឹងលឿនប៉ុណ្ណឹងហើយណែការអស់ទៅសង្ខារនេះលឿនជាងនឹងទៅទៀតលឿនអត់សម័យមើលតែអាចារ្យចាក់តែពេង2ថ្ងៃមុនតាអង្គុយទឹមការជាមួយតាវាកាលហ្នឹងឃើញអាលងអីថ្ពាល់ហ្នឹងកាលហ្នឹងឃើញស្អាតអីខ្មៅក្រាប់មែនទេញោមអូអង្គុយតាហើយយាយពីរនាក់ហ្នឹងអង្គុយទឹមគ្នាហ្នឹងអាចារ្យឲ្យពរកាត់ខាន់ស្លាចងដៃអីហ្នឹងគ្មានបានមើលមុខអាចារ្យនៅផ្លូវចៅមហាទេឯនោះចេះតែទៅហើយចាក់តែពេងពីរតម្កល់លើជើងពៀនទៀនមកគូមកលូក3ម៉ាត់លើកដៃប្រណិប័តជំរាបដល់អស់លងវិបារៀមច្បងផងទាំងឡាយសូមស្នើជើងការអស់នៅផ្លូវចៅមហាមេបាតូចធំតកោរៀមច្បងនេះដូចអ្នកមហាគេដែរតើនេះសូមស្នើជើងការនៅផ្លូវចៅមហាអស់ញាតក្នុងស្រុកមានមកពីឃុំសម្បុកស្រុកសម្បូរនាងមាសនាងប្រាក់នាងកៅនាងកងកាត់ផានស្លាកូនប្រុសកូនស្រីបានសុកមែនអងមែនអងបើមែនបានអីជាបន្ទាល់ម៉ាងមែនទេតើហ្នឹងម៉ាងណានេះអាម៉ាងហ្នឹងទៅថ្ងៃនោះមិញនេះញោមទៅវិញបាត់ភ្នែកសម័យក្នុងមុងដែលញោមនៅចងចាំរូបភាពសកម្មភាពហ្នឹងទៅថ្ងៃនោះមិញសោះហើយចុះឥឡូវនេះវាយ៉ាងម៉េចទៅហើយពឹងលឺម៉ាងហ្នឹងទៀតទេមើលទៅហ្នឹងពឹងលឺសូមូអាពេលស្លាប់អត់មានលឺអីណាចាក់តែពេងពីរទៀតទេមានតែលឺសោអនិច្ចាវតសង្ខារាឧបាទវយធម្មិណូយាយអើយយាយតោះយើងនាំគ្នារលឹកនឹកដល់ធម៌អនិច្ចំយាយអើយមុងហើយអាពេលហែទៅលឺសូភ្លេងងើកងត់សង្ឃឹមទៅចិត្តដល់ហើយមិនបាច់សើចទេតែលោកមកដាក់ទំនាយចុះមើលឥឡូវមើលញោមគិតរស់បានប្រហែល10ឆ្នាំទៀតបើអាយុយើង60 70 80ហើយនោះពេលវេលាយើងរស់បានឃើញពលឺព្រះអាទិត្យនេះតិចណាពេលវេលាយើងរស់ដើម្បីធ្វើបុណ្យកុសលនេះនៅតិចមែនតែនត្មងណាញោមបើអាចស្អែកខាងស្អែកឆ្នាំក្រោយអីហ្នឹងណាអាចជេវកិច្ចមាតាពាំងកោជាញាមរណងសវេបើធ្វើអីគួរកប់បីធ្វើឲ្យហើយនៅថ្ងៃហ្នឹងតើអ្នកណានឹងដឹងមុនទៅថាជីវិតរបស់យើងនឹងត្រូវស្លាប់នៅថ្ងៃស្អែកចឹងបានព្រះអង្គឲ្យយើងនឹងបញ្ញារូតរះធ្វើបុណ្យរឿយហ្នឹងខ្លាចស្លាប់ទៅខានធ្វើបុណ្យលឺអត់ញោមបើយើងពិចារណាមើលឲ្យយើងទៅពឹងអីពីលោកនេះបើមិនមានបុណ្យមានកុសលជាទីពឹងទេសត្វលោកត្រូវលំបាកនៅក្នុងសង្សារវដ្តណាញោមមានតែបុណ្យកុសលទេដែលយើងអោបកសោបយកពីជាតិមួយទៅជាតិមួយបានយើងមើលព្រះបរមពោធិសត្វណាដែលលោកបានត្រាស់ជាពុទ្ធមិនមែនកុសលមិនមែនបារមីលោកសន្សំតែមួយជាតិហ្នឹងឯណា4អសង្ខ័យមួយសែនកាប់ញោមរយៈពេលណាអនេកជាតិណាមិនអាចរាប់ជាតិថាប៉ុណ្ណេះបានប៉ុណ្ណោះបានទេណាអញ្ចឹងអានិសង្ឃបារមី
កុសលដែលលោកកសាងពីជាតិមួយទៅជាតិមួយទីបញ្ចប់នាំឲ្យព្រះអង្គមិនកាន់ទៅកាន់អបាយភូមិនាំឲ្យព្រះអង្គបានស្គាល់តែសម្បត្តិសួគ៌ទេវលោករួចហើយចុងក្រោយបង្អស់នៅពេលដែលមហាកុសលនៅពេលដែលបារមីនឹងទុំចាស់ខ្លាហើយដល់ពេលដល់វេលាបានត្រាស់ជាពុទ្ធហើយស្មានតែអត់កុសលនឹងបានត្រាស់ជាពុទ្ធដែរអត់ទេអរិយបុគ្គលគ្រប់រូបដែលលោកកសាងអភិនិហាបារមីពីអតីតជាតិមកដើម្បីបានអរិយមគ្គអរិយផលជាពុទ្ធសាវកពុទ្ធសាវិកានោះយ៉ាងហោចណាស់ក៏មួយសែនកាប់ដែរដែលលោកបានកសាងបារមីអត់ដែលធ្វេសអត់ដែលប្រហែសមកជាតិណាទេឬអត់ទេញោមរួចចាស់យើងបានកើតមកមួយជាតិអាយុប៉ុណ្ណឹងសោះនេះហើយគ្រាន់តែពេលវេលាដែលអត់ប្រយោជន៍សម្រាប់យើងដែលយើងបោះបង់ចោលយើងអត់ដឹងអីនោះអស់30-40ឆ្នាំហ្នឹងញោមតាំងពីក្មេងមកតម្រាំចេះស្រឡាញ់ធម៌ស្រឡាញ់អាហ្នឹងអាយុ60អាយុ70អីទេមែនទេអូតែមកចេះស្រឡាញ់ទេតាហើយដល់ទៅពេលចិត្តស្លាប់បានមកស្រឡាញ់ធោះហើយចុះបើចិត្តស្លាប់ហើយស្រឡាញ់បានប្រមាណចាឥឡូវនេះវាតល់តែមិនតាន់ស្លាប់ហើយបើយើងមិនរូតរះទេតើញោមគិតទៅនៅធ្វើអីឥឡូវហ្នឹងពីក្មេងព្រោះណាស់ចម្រៀងអូព្រោះស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើមិនដេចបានទៅជួបគូសង្សារយាយចេះគ្រប់គ្នាហើយដើរទៅដកដើរទៅស្ទូងខ្វៀលគោអីហ្នឹងស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើមិនដេចបានទៅជួបគូសង្សារចាឥឡូវនេះវ័យយើងប៉ុណ្ណឹងហើយនេះទៅច្រៀងអញ្ចឹងព្រោះទៀតអត់សំទៀតទេអត់តំណងទៀតទេអត់វ័យយើងនេះវ័យនេះមកអូកាសមយ៉ាងផន្តេវិសងរខណថាយៈនេះបានសំញោមមាត់យើងណាដែលពោលស្ដីចេញទៅតអ៊ីមេទីបតោបាតិកាសការេពុទ្ធាំងធម្មំបានសំមិនដោយកាលពីនៅក្មេងស្នេហ៍អើយស្នេហ៍ដូចជើងមេឃទេពីតូចដល់ធំខ្ញុំយំធម្មតាយំព្រោះស្នេហាមិនដែលយំទេតែពេលនេះខ្ញុំយំឥតលហែខ្ញុំយំស្រែកប្រាប់ធម្មជាតិប្រាប់ស្រីឲ្យទៀតកុំឲ្យដូចខ្ញុំតែយាយសចេះហើយ